Hello សួស្តីអ្នកគ្នាថ្ងៃនេះខ្ញុំមកបង្ហាញតកតងជាមួយនឹងបញ្ហា Excel ណាអញ្ចឹងជំហានទី1ដែលអ្នកទាំងអស់គ្នាត្រូវការនោះគឺយើងទៅវាយ Excel វាយពី Excel sorry អ្នកគ្នាច្រឡំអក្សរខ្មែរអញ្ចឹងយើងវាយ Excel ហើយយើងចូល Open Excel នោះមួយមកហើយបន្ទាប់ពី Open ហើយយើងចុចផ្ទាំងពណ៌សមួយឬក៏ Open Excel នោះមួយអ្នកគ្នាអញ្ចឹងបន្ទាប់ពីនោះហើយអ្នកគ្នាមានឃើញនៅខាងលើនឹងអត់គឺខ្ញុំចង់បិទវាអ្នកគ្នាអញ្ចឹងយើង Quick Access Toolbar នោះមកអញ្ចឹងវានឹងបាត់នៅខាងលើនឹងបាត់ហើយបន្ទាប់ពីបាត់អញ្ចឹងហើយយើងយកពាក្យ File ហើយបន្ទាប់មកយកពាក្យ Open នៅខាងក្រោមហ្នឹងអ្នកគ្នាហើយបន្ទាប់មកយើងយកពាក្យ Quick Access Toolbar នេះមកបន្ទាប់មកយើងនឹងឃើញរបស់យើងដែលនៅខាងលើមិញហ្នឹងវាមកខាងក្រោមអញ្ចឹងខ្ញុំចង់ remove វាចោលអញ្ចឹងអ្នកគ្នាអាច remove វាចោលទៅបើសិនជាវាទុកថាញ៉ៃច្រើនពេកអ្នកគ្នាអាច remove វាចោលបន្ទាប់ពី remove វាចោលហើយអ្នកគ្នាលើកវាថាចង់ add អីមួយចូលទៅក្នុង column ហ្នឹងក៏បានដែរ add page ឬក៏ cell អីផ្សេងដូចខ្ញុំគឺវាមានស្រាប់ហើយវាមាន3 4នៅក្នុងហ្នឹងគឺវាដាក់ add មកបានហើយប៉ុន្តែឥឡូវខ្ញុំចង់ add printer មួយទៀតទៅទុកស្រួលដាក់លើហ្នឹងពេលដែលខ្ញុំធ្វើការ print គឺ print ហើយបន្ទាប់មកយើងចុចពាក្យ show quick access to box ហ្នឹងដើម្បីគ្រីសលើហ្នឹងហើយដើម្បីឲ្យវាបង្ហាញឃើញនៅខាងលើហ្នឹងណាអ្នកនរគ្នាអញ្ចឹងអាចមើលបានវាមាននៅខាងលើហ្នឹងហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអ្នកនរគ្នាសូមអរគុណ